Hello hello សួស្តីក៏ដូចជាស្វាគមន៍មកកាន់ការសម្រាប់រឿងរបស់មីនម្ដងទៀតហើយហ្នឹងហើយចំពោះរឿងថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគ្នាយើងមួយចំនួនប្រកាសជាបានដឹងនឹងគ្នាយើងមួយចំនួនទៀតប្រកាសជាមិនបានដឹងនោះទេថាមីនហ្នឹងគឺ account គឺមានបញ្ហាបន្តិចបន្តួចហ្នឹងឯងហ្នឹងហើយបើសិនមកគ្នាយើងចង់ដឹងព័ត៌មានផ្សេងៗនោះចូលទៅក្នុង account Telegram របស់មីនម្នាក់មួយទៅអស់ច្រឡំ channel ដែលអ្នកនរគ្នាមិនពិបាកនោះទេគ្រាន់តែចុចចូលទៅ link ក្នុង comment របស់មីនដែលបានដាក់ទៅគឺចូលទៅដល់ក្នុងហ្នឹងហើយក្នុងហ្នឹងគឺជាប្រភពព័ត៌មានរបស់មីនក្នុងហ្នឹងផងដែរដែលមីនបានប្រាប់គ្នាយើងអីចឹងទៅហ្នឹងគឺសម្រាប់អ្នកក្លាហានយើងដើម្បីចង់ដឹងអំពីព័ត៌មានផ្សេងៗហ្នឹងឯងកុំឲ្យតាមអត់ទាន់គេហ្នឹងហើយកុំឲ្យខាតពេលវេលាច្រើនយូរថាមិនជាទៅបែរនឹងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅបន្ទាប់ពីទួរបស់យើងទទួលបានរាងកាយរបស់ត្រីហើយក៏បានមើលទៅកាន់ប្រពន្ធរបស់គាត់ផងដែរដែលជា Movie ហ្នឹងឯងនឹងក៏បានសួរតើអ្នកមិនអីទេ Movie នាងក៏បានតទៅវិញដែរថាគាត់គឺមិនបាច់ជួយមកកានាងនោះទេវាគឺគ្មានប្រយោជន៍ឡើយរបស់ឈីដល់ខ្លាំងខ្លាបែបនេះគឺមិនអាចជាបើបានទេគឺមានតែទុកឲ្យខ្ញុំស្លាប់ប៉ុណ្ណោះហើយគាត់ក៏នៅតែបារម្ភនឹងឯងបន្ទាប់មកគាត់ក៏បាននាំអាចារ្យរបស់យើងមកកាន់ភ្នំពណ៌ខៀវឬក៏ភ្នំ Blue Hole ហ្នឹងឯងដើម្បីជួយសង្គ្រោះទៅកាន់នាងបន្ទាប់ពីឃើញហើយគាត់ក៏បានឆ្ងល់ទៀតថានេះគឺជាភ្នំ Blue Hole ហ្នឹងមែនទេតើវាតើតងនឹងទៀនប្រលឹងរបស់ម្ដាយខ្ញុំដែរទេអាមុនអត់មានហៅចង្គៀងឥឡូវអត់មានហៅទៀនវិញវាស្រួលនិយាយជាងតើវាមានមូលហេតុតងអំពីគ្រួសារជីដែរទេតាមដែលព័ត៌មានដែលបានដឹងនៅគ្រួសារជីក៏បានយកព្រលឹងរបស់ម្ដាយរបស់ខ្ញុំមកបន្តិចបន្តួចផងដែរហើយយើងមានតែត្រូវរងចាំរយៈពេល3ថ្ងៃទៀតហើយមើលទៅបន្ទាប់ពីក៏លេចឃើញទៅកាន់ប្រាសាទនៅខាងលើហើយគាត់ក៏នៅតែធ្វើដំណើរឡើងទៅនឹងឯងប៉ុន្តែគណៈពេលនោះក៏មានភ្លើងញញខ្លាំងមែនទែនក៏ហមផងខៀវផងអីនឹងឯងគាត់ក៏បានឆ្ងល់ផងដែរតើនេះជាអ្វីទៅតែគាត់ឃើញទៅកាន់សម្លៀកបំពាក់ព្រមទាំងដឹងទៀតថានេះគឺជាអ្នកវឹកហាត់របស់ភ្នំ Blue Hole នឹងឯងពួកវាចូលមកព្រមទាំងស្រែកទៅថាសម្លាប់ហើយពួកវាក៏នៅតែបន្តសម្រុកមកទៅខាងលើនឹងឯងទោះប្របើយើងមិនខ្វល់នោះទេដល់ទៅខាងមុខជន់ជើងតែមួយផាំងនឹងក៏បានដល់ទៅជើងធម្មតាតែម្ដងគាត់ក៏នៅតែបានគិតគឺមិនអាចសម្លាប់ទៅកាន់ពួកគេបានទេដែលពួកអាចអាចារ្យសម្រុកចូលមកនឹងគឺខ្ទៀតអស់បាត់ទៅហើយគាត់ក៏នៅតែរអ៊ូមកវិញមកនិយាយត្រូវប៉ុន្តែពេលដែលគាត់មានរបួសនោះគឺនៅទីនេះមានគ្រឹះនឹងគឺបាក់បែកយ៉ាងខ្លាំងផងដែរក្នុងសមត្ថភាពរបស់ខ្ញុំបច្ចុប្បន្ននេះមិនអាចជួយសង្គ្រោះទៅកាន់ពួកគេបានទេប៉ុន្តែប្រហែលជាខ្ញុំអាចយកនាងឡើងទៅខាងលើថាពលវិញ្ញាណនៅទីនោះដ៏ខ្លាំងក្លាសម្បាននឹងប្រហែលជាអាចជួយទៅកាន់នាងបាននឹងក៏បានឆ្ងល់រឿងកាយមកវិញនៅនេះគឺជាមនុស្សតើនាងអាចរស់ឡើងវិញដោយរបៀបណាទៅប្រហែលជាចាំពេលនាងភ្ញាក់ខ្ញុំប្រកាសជាសួរទៅកាន់នាងបន្ទាប់ពីធ្វើដំណើរដល់ខាងលើហើយគាត់ក៏បានដឹងអំពីដង្ហើមមួយប៉ុន្តែគាត់មិនដឹងថាដង្ហើមអ្វីនោះទេប្រហែលជាលាក់ដោយអាសនៈនេះហើយមើលទៅបន្ទាប់មកអាចារ្យមកវិញក៏បានដឹងខ្លួនទើបរបស់យើងក៏បាននិយាយថាល្អណាស់ដែលអ្នកបានដឹងខ្លួននោះបន្ទាប់ពីមកវិញចំខាងក្រោមហើយនាងក៏បានប្រាប់ទើបរបស់យើងឲ្យដោះលែងទៅកាន់ពួកគេទៅទោះឲ្យប្រក៏នៅតែបានសួរទៅអ្នកប្រកាសទេនាងក៏បានឲ្យគាត់ដោះលែងលើទៅគណៈពេលដែលគាត់បានដោះលែងនឹងអាពួកងងឹតងល់ក៏បានសម្រុកចូលមកទៀតហើយប៉ុន្តែមកវិញក៏បានប្រមូលព្រមធម្មពលនឹងវាប្រហារទៅកាន់ពួកគេប៉ុន្តែមិនមែនសម្រាប់នោះទេគ្រាន់តែដាក់វិញ្ញាណរបស់ពួកគេវិញប៉ុណ្ណោះដើម្បីកុំឲ្យជប់ខាងគ្រប់គ្រងរបស់គេទៀតដែលពួកអាដែកអានឹងភ្ញាក់មកគ្មានដឹងអីនោះទេទោះឲ្យប្រុសរបស់យើងក៏មកទ្រទៅកាន់នាងផងដែរដែលនាងគឺអស់កម្លាំងធាតុខ្លាំងណាស់ទោះឲ្យប្រុសក៏នៅតែថាឲ្យខ្ញុំបានប្រាប់អ្នកហើយរឿងការរបស់អ្នកគណៈពេលlâuនេះក៏មិនចេញតាមពលវិញ្ញាណអីប៉ុន្តែពួកអាចចែកនោះរួចខ្លួនមិនបានអរគុណអីណាក៏បានស្រ័យទៅថាឲ្យសាប់ដកដៃដល់កខ្វក់របស់ឯងចេញពីនារីបរិសុទ្ធនៅភ្នំភ្លោះរបស់ខ្ញុំភ្លាមទៅតិចថាអញនឹងគ្មានមេត្តាត្រូវមិនបានឥឡូវហើយទោះឲ្យប្រុសក៏បានđưaក្បាលទៅវិញពួកអត់ប្រយោជន៍ប្រសិនបើជាអ្នកបរិសុទ្ធកំពុងតែមានបញ្ហានោះតែក្បាលពួកឯងនៅឯណាទៅហើយពួកគេគឺឆ្លើយមិនចេញនោះទេមិនទៅដៀលទៅកាន់ទួយប្រុសរបស់យើងវិញនឹងឯងបន្ទាប់ពីសម្ដីដល់ក៏ក្លឿនឲ្យទួយប្រុសរបស់យើងក៏បានបើកៅផែនដល់ក៏ហមចិនចៅធ្វើពួកគេមិនក៏ភ័យខ្លាចផងដែរបន្ទាប់ពីបំភ័យទៅកាន់ក្មេងៗហើយគាត់ក៏បានគិតទៅថាគណៈពេលដែលយើងគឺត្រូវតែជាបាទៅកាន់មកវិញមុនសិនដោយកម្លាំងនៃចំហាវិញ្ញាណនៅទីនេះនោះគឺវាមានភាពបរិសុទ្ធនិងខ្លាំងខ្លាំងណាស់វាគឺគួរតែអាចព្យាបាលទៅកាន់នាងបានប៉ុន្តែគណៈពេលនោះពួកចោចែប៉ុន្តែសម្រុកចូលមកទៀតហើយប៉ុន្តែគឺថាប៉ាំងដូចជាកន្ទប់យ៉ាងអញ្ចឹងបន្ទាប់មកគាត់ក៏ប្រាប់ឲ្យមកវិញនឹងព្យាបាលខ្លួននៅលើទៅមិនបាច់ខ្វល់ពីអ្វីនោះទេបន្ទាប់ពីអាចារ្យមកថាពលហើយតួឲ្យប្រុសរបស់យើងក៏បានគិតទៀតដែរថាចាំមើលតើមេនៃគ្រួសារជីនឹងមានផែនការអ្វីទៀតទៅខ្ញុំក៏ចង់ឃើញអំពីផែនការរបស់គេផងដែរដែលពួកចោចែក៏បានឆ្ងល់ថាអត់អ្វីបានជាថាពលនៅលើភ្នំពណ៌ខៀវនេះមិនវាប្រហែលទៅកាន់អបិមិននោះអញ្ចឹងនឹងក៏បានឆ្ងល់ថាអបិនោះជាណាគេទៅវិញហើយតួឲ្យប្រុសក៏តែសើអំពីថាពលវិញ្ញាណនៅទីនេះប៉ុន្តែគណៈពេលនោះគាត់ក៏បានកត់សម្គាល់ទៅលើតសទាំងអស់នោះនឹងក៏បានអូតើនេះជាតសដែលនៅក្នុងទានវិញ្ញាណរបស់ម្ដាយរបស់ខ្ញុំដែរមែនទេបន្ទាប់មកគាត់ក៏បានសួរទៅកាន់អាចារ្យមកវិញតើអ្នកអមិនហើយឥឡូវនេះប៉ុន្តែនេះមកឆ្លើយវិញនោះទេព្រោះតែសួរទៅកាន់គាត់វិញតើអ្នកជាណាគេទៅហើយអ្វីបានជាអ្នកលេចឡើងនឹងជួយសង្គ្រោះមកកាន់ខ្ញុំតួឲ្យប្រុសក៏បាន
បានសួរទៅវិញតើអ្នកផ្លេចតែខ្ញុំជាវូយ៉ងហើយមែនទេប្រហែលជាគាត់ឈ្មោះវូយ៉ងនឹងឯងនឹងក៏បាននិយាយទៀតអ្នកគឺជាប្រពន្ធរបស់ខ្ញុំណាយើងក៏បានចំណាយពេលសរុបរយៈពេល500ឆ្នាំផងដែរនៅក្នុងទឹកដីពពកបរោះនៃបិសាចប៉ុន្តែមិនយូរប៉ុន្មានពួកបិសាចក៏បានបាក់បោអ្នកមួយចំនួននឹងគឺបានសម្លាប់មកកាន់ខ្ញុំប៉ុន្តែត្រូវនាងយកជីវិតមកបូជាដើម្បីការពារមកកាន់ខ្ញុំនឹងឯងនាងក៏បានកើតតាក់ខ្ញុំឲ្យរស់ឡើងវិញដោយសារតែចំហាយនៃជាសម្ងាត់មួយចំនួនមកពីភ្នំពលូហូលនេះមែនទេតើវាគឺជាមរតកនៃភ្នំពលូហូលមែនទេប្រកបណាវិញ្ញាណរបស់ខ្ញុំមួយចំនួនបានបែកខ្ញែកបន្ទាប់ពីបានចូលរាងកាយរបស់ខ្ញុំវិញខ្ញុំចងចាំតែអំពីវិធីវឹកហាត់របស់ពួកបរិសុទ្ធប៉ុណ្ណោះហើយចំពោះការចងចាំអំពីអតីតកាលវិញនាងក៏នៅតែបាននិយាយរាងកាយរបស់ខ្ញុំទៅតែទទួលបានរាងកាយបរិសុទ្ធថ្មីការចងចាំកាលពីអតីតកាលក៏មិនទាន់ស្ដារឡើងវិញដែរតើអ្នកប្រកាសទេខ្ញុំគឺជាប្រពន្ធរបស់អ្នកមែនទេបន្ទាប់ពីបានលើហើយតួប្រាប់របស់យើងដែលជាវូយ៉ងក៏បានសប្បាយចិត្តខ្លាំងមែនទែនតើអ្នកពិតជាមិនទាន់ស្លាប់នោះទេមួយវេនប៉ុន្តែនាងក៏បានគាត់ថយចេញគណៈពេលនោះមួយវេនក៏មានប្រតិកម្មហើយដោយសារតែការចងចាំភ្លាមនឹងឯងនឹងក៏បានធ្វើឲ្យនាងមានការដួលស្លាប់ម្ដងទៀតហើយពួកចោចែមការដែលបានឃើញហើយក៏បានទូរថាតើអ្នកបរិសុទ្ធមានបញ្ហាអ្វីហ្នឹងគណៈពេលនោះក៏បានឮសំឡេងមួយហើយក៏បានជឿថានេះគឺជាមរតកនៅភ្នំ Blue Hole មែនទេនឹងក៏បានឃើញទៅកាន់ក្រែស្នៃមួយចឹងទៅដូចជាមានតិចដូចអីតិចហ្នឹងតើអ្នកអនុសាសន៍ភាពព្រមម្ចាស់រីដែរទេតាមពិតវាជាអាណាចក្រនៃការដាំដុះដើម្បីទទួលយកនៅអំណាចឡើងវិញនឹងក៏បានឃើញទៅកាន់ប្រតិយ័យដ៏ស្រស់ស្អាតមួយហើយដែលនាងនឹងហើយគឺជាប្រតិយ័យអូននៃសំណាក់គ្រួសារយីព្រមទាំងបានសរសើរវាពិតជាតំណងបន្តិចពួកកូនប៉ានៅភ្នំ Blue Hole ក៏បានឃើញហើយក៏បានស្រែកទៅថាអត់អីប្រមាថមកកាន់អ្នកបរិសុទ្ធរបស់ភ្នំ Blue Hole ផងរងងាប់ហើយព្រមទាំងបានសម្របចូលទៅប៉ុន្តែខ្លួនឯងនឹងហើយគឺជាអ្នកងល់ប្រតិយ័យអូនមិនចាំយល់ទេក៏បានបញ្ជាកូនចៅរបស់នាងចាត់ការទៅកាន់មនុស្សកំពេចកប៉ោកទាំងអស់នោះទៅបន្ទាប់មកផ្លែកបិតរបស់អ្នកគុណនិយមទាំងសងខាងក៏បានសម្របចូលទៅកាន់គ្នាថើបគ្នាម្នាក់មកខ្សែអីចឹងទៅចំណែកឯប្រតិយ័យអូនក៏មិនមានអង្គុយមើលដែរក៏បានប្រាប់ថាពលរបស់នាងព្រមទាំងនិយាយទៀតដែរថាឥឡូវនេះអ្នកគឺស្មោះត្រង់ជាមួយនឹងពួកអ្នកបរិសុទ្ធរបស់អ្នកខ្លាំងណាស់មែនទេអញ្ចឹងអ្នកចាំទៅស្មោះត្រង់នៅក្រោមដីទៀតទៅឬក៏នៅឋាននរកនឹងឯងបន្ទាប់ពីថាពលដល់ទៅសាយវាប្រហារទៅនឹងប៉ុន្តែថាពលរកកំចៅមួយទៀតក៏បានវាប្រហារទៅដែរហើយតួឲ្យប្រុសក៏នៅទៅបានសួរតើអ្នកមិនឃើញខ្ញុំនៅទីនេះទេមែនទេគណៈពេលដែលឃើញថាពលយ៉ាងខ្លាំងក្លាហើយប្រតិយ័យអូនក៏បានសរសើរថាល្អណាស់អ្នកអាចការពារទៅកាន់នាងបានមែនទេប៉ុន្តែតួរបស់យើងក៏នៅតែចង់បើកការវាប្រហារទៅនាងក៏បាននិយាយទៀតដែរថាក្មេងប្រុសតូចអ្នកបានមកផ្លាញទៅកាន់គ្រួសារយីរបស់ខ្ញុំគណៈពេលដែលខ្ញុំមិនបាននៅមើលទៅខ្ញុំគួរតែសម្លាប់ទៅកាន់ម្ដាយអ្នកហើយមើលទៅប៉ុន្តែខ្ញុំត្រូវតែទទួលយកនៅការដាំដុះរបស់ព្រំពោះ Kilnison ឬក៏របស់អាចារ្យមួយវិញរបស់យើងនឹងឯងប៉ុន្តែគណៈពេលដែលប្រតិយ័យអូនក៏នៅតែបបថ្មពលនឹងឯងមិនព្រមលេងនោះទេបន្ទាប់ពីស្រូបរយៈពេល80ម៉ោងហើយក៏បានសរសើរផងដែរថាថ្មពលមរតកនៃភ្នំពោះ Kill នេះពិតជាមិនធម្មតាទេតួឲ្យប្រុសក៏នៅតែបារម្ភប្រតិយ័យអូនក៏បាននិយាយទៀតដែរថាថ្មពលនៃមរតកភ្នំពោះ Kill នេះត្រូវបានស្រូបបង្ហូរដល់ខ្ញុំប្រកាសណាស់មុននឹងក្រោយនាងប្រកាសជាងប់ជាមិនខាននឹងក៏នៅតែបានសោយឌឺនឹងឯងដែលមើលទៅកាន់ពួកចោចែមក៏មិនអាចទប់ទល់ជាមួយនឹងថ្មពលរបស់ប្រតិយ័យអូនបាននោះទេអធិរិបិសាចដែលជាតួឲ្យប្រវត្តិយើងក៏នៅតែព្យាយាមដើម្បីទប់ទល់ប៉ុន្តែទុកមិនជាប់ដូចទៅគ្នានឹងគួតជាមគណៈពេលនោះតែម្ដងបន្ទាប់ពីដកដើមហើយក៏បាននិយាយថាខ្ញុំនឹងសងសឹកឲ្យនេះប្រតិយ័យអូនគណៈពេលដែលបានឃើញក៏បានសរសើរផងដែរថាក្មេងនេះពិតជាមិនអន់នោះទេគឺអាចទប់ទល់មកកាន់កម្លាំងរបស់ខ្ញុំបានខ្លាំងទៀតផងគណៈពេលនោះតួប្រវត្តិយើងមិនចាំយល់ទេក៏បានដកដើមសម្រុកចូលទៅតែម្ដងខ្ញុំនឹងយកជីវិតទៅកាន់នេះគណៈពេលដែលគាត់វាប្រហារចូលទៅនឹងប្រតិយ័យអូនរបស់យើងក៏បានទប់ជាប់នៃការវាប្រហារនេះផងដែរប៉ុន្តែគណៈពេលនោះដាវឈាមនឹងគឺឲ្យទម្លូចូលទៅក្នុងបានហើយបន្ទាប់ពីការខំប្រឹងប្រែងអរិយជាពេល80ម៉ោងក៏បានទម្លូចូលទៅដល់ប៉ុន្តែត្រូវបានអាចារ្យប្រតិយ័យអូនទប់ទល់យ៉ាងស្រួលតែម្ដងព្រមទាំងនៅតែបានដៀលដាវដ៏កំបាក់បែបនេះចង់វាប្រហារមកកាន់ខ្ញុំផងនិងធ្វើឲ្យដាវរបស់គាត់មានការបែកបាក់ខ្លះផងដែរនិងក៏នៅតែបានសោយឌឺដាវដកអិតចាយបែបនេះវាប្រហារមកកាន់ខ្ញុំផងប៉ុន្តែគណៈពេលនោះក៏មានបញ្ហាហើយដៃរបស់នាងក៏ចាប់ផ្ដើមមានថាពលខ្មៅនឹងធ្វើឲ្យនាងមានការហូរឈាមតួឲ្យប្រុសក៏បានជិះឌឺទៅវិញខ្ញុំគឺភ្លេចប្រាប់ទៅកាន់នាងដាវអរិយមួយនេះគឺចូលចិត្តណាស់ក្នុងការសម្លាប់ទៅកាន់មនុស្សមុននឹងសម្លាប់វាគឺត្រូវតែធ្វើទរណកម្មមុនតិចសិនប្រតិយ័យអូនក៏នៅតែបានរអ៊ូហើយវាក៏ខ្ញុំមិនអាចបញ្ឈប់នៃការហូរឈាមបានបែបនេះឯងគិតថាខ្ញុំប្រើដៃរបស់ខ្ញុំដើម្បីសម្លាប់ទៅកាន់ឯងមែនទេមិននោះទេចាំមើលទៅយើងកាត់ដៃរបស់យើងនឹងឲ្យវាបណ្ដុះសារថ្មីទៅតួឲ្យប្រុសក៏បានជិះឌឺទៀតហើយអ្នកមិនម្ដងដើម្បីកាត់ដៃមែនទេមិននោះទេអ្នកគឺសារលបងទៅដាវរបស់ខ្ញុំគឺវាត្រូវការឈាមខ្លាំងណាស់បើសិនជាអ្នកអាចធ្វើបានមានលទ្ធផលនោះគឺធ្វើឲ្យលើទៅប្រតិយ័យអូនក៏នៅថាមិនជឿផងដែរតួប្រុសក៏បានតទៅវិញអញ្ចឹងអ្នកគឺសារលបងមើលទៅ
បងតទៅប្រតិយាយអូនសោះចាំបងមន្ត្រីក៏បាននិយាយទៀតហើយថាចាំមើលតើខ្ញុំឲ្យម្ដាយរបស់ឯងមកជួបទៅកាន់ឯងមើលតើឯងដោះស្រាយទៅកាន់រឿងនេះដល់របៀបណាទៅតើអ្នកអាចធ្វើបាបទៅកាន់គាត់ទេរួចប្ររបស់យើងក៏បានលើក៏បានខ្ញុំឲ្យតែម្ដងគណៈពេលនោះប្រតិយាយអូនក៏បានដកទៅកាន់រាងកាយរបស់ម្ដាយទៅប្ររបស់យើងមកគំរាមតែម្ដងនឹងក៏បានហៅទៅថាកូនប្រុសតើអ្នកដាច់ចិត្តសម្រាប់ទៅកាន់ម្ដាយរបស់អ្នកមែនទេប្រតិយាយអូនគណៈពេលនេះក៏បានចិត្តហើយនិយាយទៀតហើយថាអ្នកពិតជាកូនប្រុសដ៏ល្អមែនបន្ទាប់ពីបានសាច់ដឺហើយទៅប្រុសក៏បានសួរទៀតថាតើខ្ញុំធ្វើអ្វីដើម្បីឲ្យអ្នកដោះលែងទៅកាន់ម្ដាយរបស់ខ្ញុំទៅនាងក៏ឲ្យគាត់ប្រកោតដាវរបស់គាត់គណៈពេលនោះមិនចាំជំនុទេក៏បានបោះដាវឲ្យទៅកាន់នាងតែម្ដងគណៈពេលដែលឃើញដាវនោះចំពោះមុខហើយនឹងក៏បានជាតិចប្រសិនបើខ្ញុំអាចប្រើប្រាស់ទៅកាន់ដាវនេះបាននោះប្រកបណាកម្លាំងរបស់ខ្ញុំរឹតតែខ្លាំងបន្ទាប់ពីចាប់លើកបន្តិចដាវនោះក៏បានប្រែជាពោះតែម្ដងនឹងហក់ទៅរុំទៅកាន់អាចារ្យរបស់យើងនឹងឯងគណៈពេលនេះប្រតិជ័យអូនក៏បានភ័យហើយដាវនេះគឺបានស្រុកឈាមរបស់ខ្ញុំគឺកាន់តែច្រើនហើយវាប្រកបណាប្រកបជាមានបញ្ហាមកកាន់ថងពលវិញ្ញាណរបស់ខ្ញុំជាមិនខានគេពិតជាមានល្បិចដែលហួសពីការកើតរបស់ខ្ញុំទៅទៀតឥឡូវនេះវាមិនងាយស្រួលដើម្បីគ្រប់គ្រងទៅកាន់ខ្លួនរបស់ស៊ូមូនោះទេហើយប្រតិជ័យអូនរបស់យើងមិនអស់ពាក្យដើម្បីចរចានោះទេក៏បាននិយាយទៅថាខ្ញុំគឺបានស្រូបទៅកាន់ថងពលពលឹងរបស់មួយវេនប្រកបណាគណៈពេលដែលខ្ញុំនៅទៅឲ្យប្ររាងកាយរបស់ម្ដាយរបស់ឯងដើម្បីសម្លាប់ទៅកាន់គាត់បានឯងសាកគិតមើលទៅប្រសិនបើជាខ្ញុំស្លាប់ម្ដាយរបស់ឯងក៏ស្លាប់ដែរហើយនាងក៏បានសើចឌឺទៀតហើយគណៈពេលដែលនាងកំពុងតែនិយាយឌឺពោះនោះក៏បានហក់ទៅចាក់បំពង់កទៀតហើយប្រតិយាយអូនក៏តែមិនបងក៏បានប្រាថ្នាពររបស់នាងដើម្បីចង់វាប្រហារទៅទៀតហើយខ្ញុំក៏បានសូមតាមពររបស់ក្មេងស្រីម្នាក់នោះប្រកបណាឯងទៅវាប្រហារមកដល់ខ្ញុំម្ដាយរបស់ឯងក៏ត្រូវតែស្លាប់ដែរបន្ទាប់ពីគាត់រៀងនៃការវាប្រហារហើយក៏បានសួរថាតើអ្នកហ៊ានស្រូបទៅកាន់តាមពរដាំដងនៃពួកបរិសុទ្ធផងប្រតិយាយអូនក៏បានចងល់ហើយជួយអំបញ្ញមិនមែនយើងស្រូបទៅកាន់តាមពររបស់នាងអស់ទេមែនទេហើយអ្វីក៏នាងមិនដឹងយ៉ាងអញ្ចឹងដែលក៏លែងមើលទៅកាន់អាចារ្យមកវិញនឹងក៏នៅតែធម្មតានឹងឯងតួប្រុសរបស់យើងក៏បានតបទៅវិញវាគឺជាការងារនោះទេអ្នកគឺបានត្រឹមតែស្រូបទៅកាន់ថងពលកពិតកពកតែប៉ុណ្ណោះហើយអំណាចរបស់នាងគឺជាអំណាចរបស់អតិទេពប្រតិយាយអូនក៏បានដឹងហើយក៏បានសាទរថាល្អណាស់អ្នកគឺបានបោកបញ្ឆោតមកកាន់ខ្ញុំអ្នកពិតជាមានខួរក្បាលល្អមែនតួប្រុសក៏បានតទៅវិញដឹងក៏វាហួសពេលហើយក៏បោកអំទូទៅកាន់កន្លែងនោះយ៉ាងខ្លាំងតែម្ដងប្រតិយាយប្រហែលជាមិនដឹងងាប់ឬក៏រស់នោះទេបន្ទាប់ពីមើលទៅកាមេរ៉ារបស់គាត់ហើយរអ៊ូទៀតថាទោះបីជារួចពីការគ្រប់គ្រងរបស់នាងក៏ដោយក៏នៅតែត្រូវសម្រាប់បណ្ដោះអាសន្ននឹងឯងសំណាងល្អដែលខ្ញុំជួយនាងគឺបានទាន់ពេលអាចារ្យមកវិញមកដល់ព្រមទាំងសួរទៀតថាតើនាងអាចដុំម្ដាយរបស់អ្នករបៀបណាទៅតួឲ្យប្រុសក៏បានពឹងឲ្យនាងនឹងជួយមើលថែទៅកាន់ម្ដាយរបស់គាត់ផងដែរហើយមិនចាំជួបអ៊ំក៏បានទឹកខ្វាយទៅកាន់ប្រតិយាយតែម្ដងបន្ទាប់ពីច្បាច់កោទៅកាន់នាងហើយព្រមទាំងបានបញ្ជាកូនពូរបស់គាត់នឹងញ៉ាំជើងរបស់អាចារ្យរបស់យើងមុនទៅកូនពូមិនចាំនោះទេក៏បានទៅទំពាជើងរបស់នាងគ្រប់តែម្ដងប្រតិយាយគណៈពេលនេះក៏បានចោះញោមហើយអ្នកក៏ដោះលែងទៅកាន់ខ្ញុំទៅខ្ញុំនឹងព្រមធ្វើតាមអ្នកគ្រប់បែបយ៉ាងតួឲ្យប្រុសរបស់យើងក៏បានទៅវិញថាមិនសុំក្តីមេត្តាមែនទេជាអកុសលខ្ញុំក៏នៅតែចង់សម្លាប់ទៅកាន់នេះនឹងក៏បានប្រាប់ឲ្យពូរបស់គាត់នឹងចាត់ការទៅកាន់ដៃរបស់នាងទាំងពីរទៀតទៅដែលបន្ទាប់ពីចាត់ការហើយនាងក៏បានទៅដីខ្ពាក់តែម្ដងព្រមទាំងក៏តែមិនអស់ចិត្តតើហើយអ្វីបានជារឿងនេះទៅជាបែបនេះទៅនឹងក៏បានស្លាប់ទៅទាំងបាត់ភ្នែកហើយតួឲ្យប្រុសរបស់យើងមិនចាំជំនួសទេក៏បានប្រើទៅកាន់វិជាស្វែងរកទៅកាន់ពលឹងរបស់នាងហើយគាត់ក៏បានដឹងផងដែរគឺថាគ្រួសារជីពិតជាខុបខិតជាមួយនឹងពួកបិសាចបះបោនោះមែនហើយក៏បំណងរបស់គ្រួសារជីតាំងពីដើមមកគឺចង់លវងទៅកាន់ម្ដាយរបស់ខ្ញុំនឹងឯងនឹងដើម្បីឆ្លៀតឱកាសសម្លាប់ទៅកាន់គ្រួសារស៊ូនឹងក៏បានក៏សម្គាល់ទៀតហើយការយើងចាំបន្ទាប់គឺពាក់ព័ន្ធជាមួយនឹងខ្ញុំប៉ុន្តែគណៈពេលនោះក៏មានអ្វីមិនប្រក្រតីនឹងក៏បានដឹងហើយអំណាចនៃវិញ្ញាណមួយនេះប្រកបណាប្រៀបដូចជាអ្វីដែលខ្ញុំបានប្រើថាពលដើម្បីមើលទៅកាន់វិញ្ញាណរបស់អបិគ្រួសារជីកាលមុនយ៉ាងអញ្ចឹងនឹងចង់លាតត្រដាងអំពីការសម្លាប់ទៅកាន់ខ្ញុំប៉ុន្តែហើយអ្វីក៏មានរឿងរៀងបែបនេះតើអាមួយនឹងជាណាគេទៅវិញបន្ទាប់ពីស្រដងពលបន្តិចក៏បានក៏សម្គាល់ដឹងថាម្ដាយរបស់គាត់គណៈពេលនេះក៏បានដឹងខ្លួនហើយឬក៏បោះភ្ញាក់អីចឹងទៅប្រហែលជាមិនដឹងខ្លួនពេញលេញនោះទេបន្ទាប់មកក៏បានឃើញទៅកាន់មេឃនឹងក្មួយខ្មាញ់តែម្ដងអាចារ្យមួយវិញក៏បានសួរទៅវិញថាហេតុអ្វីបានជាម្ដាយរបស់អ្នកគណៈពេលនេះចង់ឆ្លងកាត់ទៅកាន់ទុកវេទនាឋានសួគ៌បែបនេះតួឲ្យប្រុសក៏បានរអ៊ូថាវាមិនអាចទៅរស់នោះទេម្ដាយរបស់ខ្ញុំគណៈពេលនេះមិនទាន់ដឹងខ្លួននោះឡើយហើយគណៈពេលនេះរត់ទៅឋានសួគ៌ទាំង9ចិត្តបើការវិប្រហាបាត់ទៅហើយនឹងដើម្បីការពារទៅកាន់ម្ដាយរបស់ខ្ញុំនោះខ្ញុំនឹងត្រូវការខ្ចីភ្នំពណ៌ខៀវរបស់អ្នកសិនដើម្បីការពារមកកាន់ម្ដាយរបស់ខ្ញុំនឹងគណៈពេលនោះយើងក៏បានឃើញទៅកាន់មេឃនឹងមានថាពលក្មួយខ្មាញ់ត្របាញ់បញ្ចូលគ្នានឹងវាប្រហាមកកាន់ទីនោះតែម្ដងប៉ុន្តែត្រូវបានបារាមួយរៀងដែលជាបារារបស់អាចារ្យមួយវិញនឹងឯងនាងក៏នៅតែគិតខ្ញុំគឺត្រូវតែជួយសង្គ្រោះទៅកាន់គាត់បានព្រោះគាត់ក៏បានជួយសង្គ្រោះមកកាន់ខ្ញុំដែរ
ប៉ុន្តែរន្ទះឋានសួគ៌ក៏នៅតែបើកការវាយប្រហារមកបន្តទៅទៀតគណៈពេលនោះអាចារ្យរបស់យើងក៏បានកត់សម្គាល់ដឹងហើយគឺថានាងមិនអាចទប់នឹងការវាយប្រហារនេះបាននោះទេរបាំងក៏ត្រូវបានបែកខ្ញែកនឹងក៏នៅតែរអ៊ូខ្ញុំគឺត្រូវតែទាញពេលវេលាបន្ថែមទៀតរន្ទះឋានសួគ៌មិនឈប់ត្រឹមនេះនោះទេក៏នៅតែបាញ់មកនឹងឯងគឺតែបាន3គ្រាប់នោះទេទោះបីជានាងខំប្រាជ្ញចលនាចុងក្រោយក៏ដោយប៉ុន្តែយ៉ាងណាមិញរបាំងនេះគឺនៅតែមានការប្រែស្រាំព្រមទាំងបែកខ្ចាត់ខ្ចាយនឹងឯងនឹងធ្វើឲ្យចៅមកវេនរបស់យើងមានរបួសយ៉ាងខ្លាំងក្លាផងដែរបន្ទាប់មកអេមិនក៏សូមបញ្ចប់សាច់រឿងរបស់យើងត្រឹមតែប៉ុណ្ណេះគណៈពេលនេះអេមិនជម្រាបលាជួបគ្នានៅក្នុងពេលមករឿងអេមិននៅសប្តាហ៍ក្រោយអស់ច្រឡំនៅថ្ងៃក្រោយ